ngày ní cứ chừng ngày tí sai sập mui nên đầm nắng ca pran cứ kilo 62แต่การกระโดดเจ็ดซับระบบខ្ញុំហើយថ្ងៃនេះដៃគឺខ្ញុំលេងដៃនេះគ្នាគឺដោយសារមកយ៉ាងនេះខ្ញុំមិនសូវបានលេងដៃទេចុះទៅថ្ងៃហ្នឹងដៃគឺខ្ញុំលេងស្មាលេង tricep ហើយនឹងលេង form arm ហ្នឹងហើយអ្នកគ្នាហើយមកដល់ភ្លាមគឺខ្ញុំចាប់ដើមមុនគេគឺដៃក្រោយបែបដែលខ្ញុំចាប់ដើមមុនគេគឺខ្ញុំលេង cable overhead tricep extension តែមួយនេះគឺវាចូលដៃក្រោយយើងរៀងខ្លាំងអ្នកគ្នានិយាយទៅយើងលេងគីឡូយើងគួរសមមកយើង control វាបានហើយយើងលេងទៅទោះក្តៅក៏នៅតែលេងដែរអ្នកនិយាយទៅក្បាច់មួយហ្នឹងគឺលេងតទៅវាក្តៅខ្លាំងអាហ្នឹងមិនល្អហើយបន្ទាប់ពីចប់ពីcable overhead extend cable overhead tricep extension ដល់ពីហ្នឹងខ្ញុំក៏ចូលមកក្បាច់មួយទៀតគឺ tricep extension អាក្បាច់នេះគឺក្បាច់ធម្មតាទេអ្នកនេះក្បាច់សាមញ្ញទេនិយាយទៅមួយរយៈចុងក្រោយនេះខ្ញុំផ្ដោតទៅលើធូងហើយនឹងខ្នងយ៉ាងច្រើនជាពិសេសខ្ញុំផ្ដោតទៅលើខ្នងហើយនឹងធូងហ្នឹងយល់ហ្មងអញ្ចឹងទៅនេះខ្ញុំអត់សូវបានលេងដៃដល់អញ្ចឹងទៅដៃខ្ញុំមានអារម្មណ៍ជាពិសេសស្មារៀងទូចអញ្ចឹងទៅខ្ញុំក៏ផ្ដោតលេងថ្ងៃហ្នឹងក៏យកមួយថ្ងៃក្នុងការលេងដៃហើយបន្ទាប់ពីខ្ញុំចប់ជាមួយនឹងដៃក្រោយនិយាយទៅដៃក្រោយខ្ញុំលេងតែ2ក្បាច់ហ្នឹងអ្នកនរបន្ទាប់ពីចប់ជាមួយនឹងដៃក្រោយខ្ញុំក៏ចាប់ដើមចូលស្មាគឺខ្ញុំលេងdumbbell fly ដើម្បីយកស្មាជាហៀងយើងអ្នកនរគ្រាន់តែ form របស់ខ្ញុំវាអត់សូវហ្មងទេព្រោះខ្ញុំមានអារម្មណ៍ពេលខ្ញុំ fly ខ្លះវាអត់សូវចូលអាស្មាខាងក្រៅរបស់យើងវាទៅជាចូលអា trap របស់យើងអាកន្លែងចិត្តកញ្ចក់ករបស់យើងវិញហើយបន្ទាប់ពីចប់ពី dumbbell fly ខ្ញុំក៏ចូល exercise មួយទៀតអាហ្នឹងគឺខ្ញុំលេងសម្រាប់យកស្មាមុខអ្នកនរហើយនិយាយទៅគ្រប់លំហាត់ប្រាណទាំងអស់ភាគច្រើនគឺខ្ញុំលេង4បើមិន4ទេ5 set ខ្ញុំលេង4 5ជុំអីចឹងហើយមួយជុំខ្ញុំអាចនឹងលំហាត់ប្រាណខ្លះគឺខ្ញុំលេងទៅលើកលេងរួចហើយលំហាត់ប្រាណខ្លះទៀតខ្ញុំអាចនឹងលេងដល់ត្រឹម10ទៅ12 rep អីហ្នឹងហើយបន្ទាប់ពីយើងលេងស្មាហើយនឹងដៃក្រោយអីហើយអស់ក្បាច់មួយទៀតដែលខ្ញុំចូលគឺខ្ញុំលេងកំភ្លួនដៃ form arm ហើយក្បាច់មួយនេះគឺក្បាច់មួយដែលវាស្រួលយើងលេងព្យាយាមលេងគីឡូណាដែលធ្ងន់មកដើម្បីអីយើងលើកបានតែរហូតដូចជា8ឬក៏9ដងចាប់5ក្តៅអាហ្នឹងព្យាយាមលេងគីឡូហ្នឹងទៅព្រោះតែក្តៅហើយយើងព្យាយាមមូលទៀតមូលកាន់តែខ្លាំងវាអាដៃយើងហ្នឹងវាណែនហើយវាឡើងកាន់តែខ្លាំងដូចគ្នាអ្នកគ្នាហើយថ្ងៃនេះដែរគឺខ្ញុំអ្នកគ្នាឃើញខ្ញុំហាត់បន្តិចដោយសារមកប្រញាប់ខ្ញុំមានពេលតែខ្ទង់ដូចជា1ម៉ោងកន្លះអីហ្នឹងខ្ញុំហាត់ហើយសម្រាប់ពេលសម្រាប់ខ្ញុំសម្រាប់ធ្វើបានច្រើននេះខ្ញុំចប់មកលំហាត់ប្រាណខ្ញុំចូលមកលំហាត់ប្រាណទៀតយូរមកអស់ច្រើនសម្រាប់បាន2-3នាទីអីណាមែនbetween set ទេណាមែនចប់មួយ set ខ្ញុំសម្រាប់2-3នាទីណាគឺចប់មកលំហាត់របៀបចប់លេងស្មាចប់អញ្ចឹងខ្ញុំចូលធូងច្រឡំលេងស្មាចប់ខ្ញុំចូល form arm ភ្លាមវាសម្រាប់តែអស់ច្រើន2-3នាទីអីហ្នឹងហើយបន្ទាប់ពីខ្ញុំមូលអាខាងក្រោមឥឡូវខ្ញុំមកយក form arm ដៃផ្នែកខាងលើនេះផ្នែកខាងលើនេះយើងព្យាយាម control គីឡូហ្នឹងហើយព្យាយាមលេងឲ្យបាន full range motion ណាហើយយើងលេងគីឡូរៀងស្រាលបន្តិចក៏បានដែរខាងលើហ្នឹងវាអត់សូវអីហ្មងទេអ្នកគ្នានិយាយទៅយើងព្យាយាម control គីឡូឲ្យបានល្អបានវាចូលពេញបើសិនជាយើងលេងគីឡូធ្ងន់ពេកយើងចេះតែវាមូលឡើងលើហ្នឹងអាហ្នឹងវាអត់សូវចូលពេញទេអ្នកគ្នាហើយលំហាត់ប្រាំងថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរអ្នកគ្នាហើយការហាត់របស់ខ្ញុំក៏មានប៉ុណ្្នឹងសម្រាប់ថ្ងៃហ្នឹងអ្នកគ្នា